សំឡេងដែលទទួលបានសុទ្ធតែជាសំឡេងស្មើរបស់ទូរស័ព្ទលេខដែលលោកអ្នកបានចុច call ត្រូវបានបិទសូមខំម្ដងទៀតនៅពេលក្រោយបិទទូរស័ព្ទក្នុងថ្ងៃដែលគាត់សម្រេចចិត្តថាទៅទទួលនាងរៀបការនៅពេលដែលគាត់ចង់ surprise បង្ហាញមុខនៅចំពោះមុខនាងបែបបានបិទទូរស័ព្ទគូឆឹងម៉េងមើលអេក្រង់ទូរស័ព្ទរហូតដល់រលត់អេក្រង់ទៅគាត់ភ្ញាក់គំនិតចុងក្រោយរកនឹករាល់ក្តីសង្ឃឹមចុងក្រោយគាត់បានបើកឡានជាមួយនឹងក្រុមមិត្តភ័ក្តិដែលមានលក្ខណៈរកឹតអីមិនចេញដូចគ្នាម្នាក់ក្នុងចំណោមពួកកំពុងរកមើលនៅក្នុងឡានកន្លះថ្ងៃទីបំផុតបានចេញពីគំនររបស់របបផ្សេងសម្បត្តិមួយត្រូវបានទាញចេញពីរបស់របបផ្សេងសង្កត់ឡើងស្នាមប្រេះខ្លះពេលប្រគល់សម្បត្តិនោះឲ្យគាត់ភ្នែករបស់មិត្តនោះងាកចេញណែបងប្រុសឆឹងបងស្រី CGI គេយកសម្បត្តិទៅដាក់ក្នុងឡានខ្ញុំតែម្ដងឮថាបងជាកូនកំឡោះមិនទៅទេខ្ញុំក៏មិនខ្វល់វាទៅគូឆឹងក៏ដណ្ដើមវាពីដៃមិត្តនោះភ្នែកសម្លឹងមើលពាក្យទាំង4នោះអាពីពីពីគូសៀបេះដូងគាត់ប្រៀបដូចគេច្របាច់ហើយបន្ធូរវាគូគឺជាត្រកូលគាត់លាក់បាំងគាត់ទៅសាករោបអាពីពីពីនឹងផ្ទះហើយបិទទូរស័ព្ទហាក់ដូចជាមិនទម្លាប់របស់នាងនេះច្បាស់ជាមកពីທາງសេងជាអ្នកផ្ដើមទៀតហើយចង់យកវិធីសាស្ត្រខ្លាំងដើម្បីបង្ខំគាត់ឲ្យស្លន់ស្លោតែមិនថាយ៉ាងម៉េចឈ្មោះលើធៀបការមិនអាចคล้ายបានទេគាត់បិទភ្នែករបស់គាត់ហើយបន្ទាប់មកបើកវាសង្កត់កម្លាំងចិត្តបេះដូងលោតញាប់ឲ្យស្ងប់វិញតើយើងឥឡូវទៅណានេះផ្ទះនេះទើបតែត្រូវបានបញ្ជាក់បានលក់ទៅហើយម្ចាស់ថ្មីមិនអនុញ្ញាតឲ្យយើងបង្កបញ្ហានៅទីនេះបានហើយរឿងផ្ទះចាំពិភាក្សាបន្ទាប់ពីពិធីមង្គលការហើយចាំដោះស្រាយជាមួយនាងរឿងបន្ទាន់គឺត្រូវទៅទទួលកូនក្រមុំទៅសន្តាគារចង្អុលដៃគាត់ចង្អុលទៅទីតាំងនៅខាងក្រោមការអញ្ជើញសំឡេងរបស់គាត់ធម្មតាឡើងវិញនាំគ្នាពង្រឹងស្មារតីឡើងវិញចេញដំណើរនៅតាមផ្លូវគាត់អង្គុយខាត់ក្រោយតែស្ទាបសម្បត្តិអញ្ជើញម្ដងហើយម្ដងទៀតពាក្យថាគូសៀគំនិតដែលមិនស្ទាក់ស្ទើរបានស្ងប់បន្តិចម្ដងប៉ុន្តែវាក៏ត្រូវបានលីលំដោយភាពចម្លែកផងដែរបានជាចែកសម្បត្តិអញ្ជើញហើយហេតុអ្វីបានជានាងបិទទូរស័ព្ទរបស់នាងທາງសៀងជាអ្នកកំដរកូនក្រមុំក៏មិនទទួលទូរស័ព្ទរបស់នាងសំណួរទាំងនេះដូចទឹកកកតូចចូលទៅក្នុងសរសៃឈាមរបស់គាត់វិញដែលទៅកក់ក្ដៅបានបន្តិចមកដល់សន្តាគារផ្លាកសញ្ញាអាពីពីពីរវាងកាននិងឆៃនៅទីនោះធ្វើឲ្យការថប់បារម្ភរបស់គាត់មានអារម្មណ៍ធូរស្រាលខ្លះគាត់បោះជំហានចូលទៅក្នុងយ៉ាងលឿនមិនខ្វល់ពីបុគ្គលិកនិងមិនខ្វល់ពីក្រសែភ្នែកចម្លែករបស់ភ្ញៀវជុំវិញគាត់គ្រាន់តែចាត់ទុកដោយសារគាត់មកដល់យ៉ាងប្រញាប់ប្រញាល់ដោយខ្លួនឯងដោយរូបរាងរបស់គាត់មិនល្អទើបគេមើលសារនោះពោពេញទៅដោយផ្ការាល់ព័ត៌មានលម្អិតបង្ហាញពីការយកចិត្តទុកដាក់គូឆឹងបានឈរនៅក្នុងហ្វូងមនុស្សក្នុងចិត្តមានអារម្មណ៍ពេញចិត្តវាច្បាស់ណាស់ថាឆៃឆៃយកចិត្តទុកដាក់លើពិធីមង្គលការនេះប៉ុន្តែការពេញចិត្តនេះមានរយៈពេលខ្លីប៉ុណ្ណោះមួយសន្ទុះក្រោយមកក៏មានអារម្មណ៍មិនល្អមួយប្រភេទដែលគ្រប់ដណ្ដប់រឿងទាំងអស់នេះគួរតែជាគាត់អ្នកធ្វើលើកជង្គង់សុំការរៀបការជ្រើសរើសស្ទីលរ៉ូបអាពីពិពាការកំណត់មើលនុយពិធីជប់លៀងរហូតដល់ការរើសពណ៌នៃការក្នុងសោទាំងអស់គួរតែគាត់ជាអ្នកផ្ដល់ការភ្ញាក់ផ្អើលឲ្យនាងប៉ុន្តែឥឡូវនេះគាត់ទៅជាភ្ញៀវដែលមកយឺតត្រូវទទួលយកអ្វីមួយដែលបានខ្លាចជារួចហើយគាត់បានខំបូមមាត់អារម្មណ៍ដែលត្រូវគំលាតចេញក្រៅព្យាយាមសង្កត់ដោយបង្ខំណាហើយឈើខ្លាយជាទុកហើយឥឡូវមកលំអិតតូចតាចទាំងនេះដូចជាគាត់ចិត្តចង្អៀតពេកយ៉ាងណាក៏ដោយថ្ងៃក្រោយពេលវេលានៅឆ្ងាយទៀតគុំតែមានពេលគាត់ជាអ្នកដឹកនាំត្រួសត្រាយទេឥឡូវរឿងសំខាន់បំផុតគឺត្រូវបំពេញភារកិច្ចមួយគាត់បានតម្រង់ឈុតរបស់គាត់ឲ្យត្រង់រួចងាកមកសម្លឹងមើលច្រកចូលរោងចាំកូនក្រមុំគាត់ដើរចេញមកលោកសូមបង្ហាញសម្បត្តិអញ្ជើញរបស់លោកផងសំឡេងបុគ្គលិកនិយាយដោយទន់ភ្លន់គូឆឹងភាំងមួយរេគាត់មិនមានការអញ្ជើញអ្វីទាំងអស់ស៊ីជឿមិនបានឲ្យលិខិតអ្វីផងគាត់ជ្រួញចិញ្ចើមរួចនិយាយឡើងកំហឹងមកនៅការមិនអត់អន់ដោយមិនដឹងខ្លួនខ្ញុំជាកូនកំឡោះស្នាមញឹមនៅលើមុខរបស់បុគ្គលិកជប់មួយសន្ទុះដោយសម្លឹងមើលវាដោយការងឿងឆ្ងល់បន្ទាប់មើលចុះទៅក្រោមហើយបើកមើលឈ្មោះបញ្ជីភ្ញៀវសួរដោយប្រុងប្រយ័ត្នថាតើលោកជាកូនកំឡោះលោកគោចុះវាយ៉ាងម៉េចដែរការអត់ធ្មត់របស់គូឆឹងបានអស់យ៉ាងឆាប់រហ័សភ្ញៀវទាំងអស់បានមកដល់ម្ដងម្នាក់ហើយព្រោះពិធីមង្គលការបានធ្វើឡើងយ៉ាងប្រញាប់ប្រញាល់សាច់ញាតិខាងគាត់មួយក៏មិនបានអញ្ជើញនេះក៏ជាមូលហេតុដែលគាត់មិនសប្បាយចិត្តដែរតែបានជាមកហើយគាត់ក៏មិនមានបំណងចង់បន្តលើបញ្ហានេះទេការសម្លឹងមើលដោយញើយឆ្ងល់បានមកពីគ្រប់ទីសូមអភ័យទោសសូមទោសបុគ្គលិកហាក់ដូចជាបានបញ្ជាក់អ្វីមួយហើយគាត់ក៏ប្រញាប់ធ្វើងាកខ្លួនលោកគូកូនក្រមុំមិនទាន់មកដល់លោកអាចទៅសារពិធីជប់លៀងនៅខាងក្នុងសាលប្រជុំសម្រាប់នៅទីនោះសិនលោកត្រូវនាំឲ្យខ្ញុំនាំទៅទីនោះទេឆឹងក្រវីដៃដាឆ្លងកាត់កម្រាលព្រំក្រហមចូលច្រកសារពិធីជប់លៀងមិត្តដែលធ្លាប់ស្គាល់បានឃើញគាត់ពួកគេទាំងអស់គ្នាបានបង្ហាញការអបអរសាទរសូមអបអរសាទរកាឆេងចំពោះទំនាក់ទំនងរយៈពេល8ឆ្នាំរបស់អ្នកចុះកូនក្រមុំវិញលាក់បានល្អម៉េគាត់បង្ខំញឹមដើម្បីទៅវិញភ្នែករបស់គាត់នៅតែសម្លឹងមើលច្រកចូលហេតុអ្វីបានជាស៊ីជឿមិនទាន់មកដល់ທາງសេង
រកអ្នកសួរមួយក៏គ្មានសោះគាត់ព្យាយាមចុចលេខម្ដងទៀតទេទូរស័ព្ទទៅស៊ីជឿប៉ុន្តែនៅតែស្ថិតនៅការបិទទូរស័ព្ទនៅពេលគាត់ទ្រាំមិនបានចង់ទៅរកអ្នកគ្រប់គ្រងសន្តាគារច្រកចូលសាលពិធីជប់លៀងក៏មានសំឡេងឡូឡាតូចចេញពីច្រកទ្វារភាពអ៊ូអរត្រូវបានអំដោយកុមារការអបអរសាទរនិងការសើចសប្បាយគេឆេងមានកម្លាំងចិត្តឡើងវិញរៀបចំខ្លួនភ្លាមគាត់បានស្លៀកឈុតរបស់គាត់ហើយបោះជំហានមួយគាត់បានរៀបចំខ្លួនដើម្បីដើរទៅកាន់ច្រកចូលគាត់ត្រៀមខ្លួនរួចហើយត្រៀមខ្លួនរួចដើម្បីឃើញកូនក្រមុំសក់លៀករកការល្អឥតខ្ចោះត្រូវត្រៀមខ្លួនទទួលយកសំណើរបស់គាត់ត្រូវត្រៀមខ្លួនទទួលភ្នែកពោពេញដោយការភ្ញាក់ផ្អើលត្រៀមខ្លួននៅចំពោះមុខមនុស្សគ្រប់គ្នាបង្ហាញភាពអត់ធ្មត់ចិត្តទូលាយរបស់គាត់និងទូនាទីជាស្វាមីបើទោះក្នុងចិត្តគិតថាគាត់ត្រូវតែបង្រៀននាងឲ្យបានល្អនៅយប់នេះនាងធ្វើរឿងកំ ប្លែងបែបនេះវាធំពេកហើយហ្វូងមនុស្សបានរំកើខ្លួនជាពីរសងខាងដោយស្វ័យប្រវត្តិហើយភាគីដែលចូលមុនគេគឺក្មេងស្រីស្លៀករ៉ូបផ្កាដ៏ស្រស់ស្អាតក្មេងនោះបានបាច់ផ្កាបន្ទាប់មកជាកូនកំដរທາງស៊ីនជាដែរស្លៀករ៉ូបពិនស្រាសំប៉ាញ់ທາງស៊ីនក្រឡេកឃើញមនុស្សឈរនៅលើកម្រាលព្រំក្រហមគឺគូឆឹងស្នាមញឹមនៅលើមុខរបស់គាត់បានបាត់ទៅវិញភ្លាមគូឆឹងឃើញទឹកមុខនាងយ៉ាងនេះធ្វើឲ្យជំហានរបស់គាត់អាក់នៅនឹងកន្លែងທາງស៊ីននាងបានបង្វែរក្រសែភ្នែកហើយបែរខ្លួនបន្តិចទៅចំហៀងនាងបានអន់ចង្កេះចុះបន្តិចធ្វើចលនាមកគុតទេសបានចង្អុលទៅច្រកចូលហើយដំឡើងសំឡេងខ្ពស់ឥឡូវសូមស្វាគមន៍កូនក្រមុំដ៏ស្រស់ស្អាតបំផុតនៃថ្ងៃនេះគឺកញ្ញាស៊ីជឺ